ចប់ប្រធានបទទី15តែប៉ុណ្ណេះប្រធានបទទី13ដរាបណាដីប្រយន្តរាយមិនទាន់ដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបើក្តីប្រយន្តរាយមកដល់ហើយបុគ្គលក៏បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយភាសិតទី57នៃការគប់មិត្តភាសិតស្រីឯតបតេបានហុចផលដល់គំនិតប្រាជ្ញាក្នុងការដោះស្រាយបញ្ហាការរស់នៅនៃសង្គមក្រុមមនុស្សព្រោះបាននិយាយបំភ្លឺប្រាប់ទៅដល់កិច្ចមធ្យោបាយសង្គមយ៉ាងសម្រាប់ស្គាល់យល់ដឹងដំណឹងដំណើរចង្វាក់ផ្សេងនៃជីវភាពដោយសុភាសិតជាប្រធានថាដរាបណាក្តីប្រយន្តរាយមិនទាន់ដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបើក្តីប្រយន្តរាយមកដល់ហើយក៏បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយតើសុភាសិតនេះមានអត្ថន័យដូចម្តេចសុភាសិតនេះជាសេចក្តីបំភ្លឺមនុស្សឲ្យខិតលើក្នុងការប្រុងប្រយ័ត្នឬមានស្មារតីជានិច្ចការពារប្រយន្តរាយវិបត្តិមិនឲ្យកើតឬកើតឡើងត្រូវតស៊ូដោយក្លាហានតាមគម្រោងការដែលគិតទុកស្រេចហើយយ៉ាងណាមិញយ៉ាងនេះគឺជីវិតមនុស្សទាំងឡាយមិននៅឆ្ងាយពីប្រយន្តរាយនាឡើយជួនកាលមិនបានគិតអានស្មានទុកជាមុនផងក៏ស្រាប់តែប្រយន្តរាយនោះកើតឡើងទោះយ៉ាងនេះក៏ដោយជនដែលមានប្រាជ្ញាស្មារតីរមែងជោគគ្រោះថ្នាក់ពេកឬឈ្នះអន្តរាយនោះបានព្រោះបានដឹងប្រុងប្រយ័ត្នរៀបចំកម្មវិធីការពារទុកជាមុនបញ្ហានេះត្រូវស្ថិតនៅក្នុងកម្មវិធីពីរផ្នែកកដរាបណាក្តីប្រយន្តរាយមិនទាន់ដល់ទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះបានសេចក្តីថាសេចក្តីខ្លាចនិងសេចក្តីវិនិច្ឆ័យអន្តរាយពីគ្រោះថ្នាក់វិបត្តិទាំងឡាយដែលមនុស្សតែងខ្លាចដោយអគិភយន្តរាយឧបកភយន្តរាយចោរភយន្តរាយតុភេខភយន្តរាយជាដើមដែលបានច្បាស់ជាមុនថាមុខជាការឡើងក្នុងថ្ងៃណាមួយមិនខានដរាបណាក្តីភយន្តរាយទាំងនេះមិនទាន់មកដល់គឺមិនទាន់កើតឡើងទេដរាបនោះបុគ្គលក៏បីប្រុងប្រយ័ត្នដល់ភ័យនោះគឺមានស្មារតីនឹងធ្វើប្រហែលជានិច្ចមិនភ្លេចខ្លួនចាត់សម្ភារៈមធ្យោបាយសម្រាប់ដាច់ដោយពង្រើពង្រីកក្តីចោលនៅប្រយន្តរាយនោះមិនឲ្យផុសផុសកើតឡើងឬមិនមានសមត្ថភាពទប់ទល់ប្រយន្តរាយមិនឲ្យកើតឡើងបានទេក៏ប្រុងប្រៀបចំប្រយ័ត្នទុកជាមុនគឺរកសម្ភារៈសម្រាប់ការពារមធ្យោបាយគម្រោងការសម្រាប់តទល់ក្នុងពេលមានប្រយន្តរាយមកដល់ដោយប្រយន្តរាយដែលកើតពីចោលគឺប្រទេសជិតខាងដែលយើងដឹងជាមុនថាវាមុខជាប្រើមធ្យោបាយប្រឡោមប្រើកងទ័ពមកដណ្ដើមយកទឹកដីរបស់យើងក្នុងថ្ងៃណាមួយមិនខានក៏បានប្រុងប្រយ័ត្នចាត់ការរៀបចំកម្មវិធីការពារទប់ទល់ទុកជាមុនស្រេចខបាក់ដីប្រយន្តរាយមកដល់ហើយបុគ្គលក៏បីក្លាហានតស៊ូនឹងភ័យនោះតាមគំនិតខ្លួនដែលបានគិតទុកស្រេចហើយបានសេចក្តីថាលោកប្រយន្តរាយវិបត្តិគ្រោះថ្នាក់លាក់មកដល់ខ្លួនហើយដោយចោលលើមកដល់ហើយត្រូវតែមានចិត្តក្លាហានអង្គអាចមិនខ្លាចនឹងលើកចេញមុខតស៊ូទប់ទល់ចំពោះប្រយន្តរាយនោះដើម្បីឲ្យវារាថយចុះខ្សោយឲ្យរលត់រលាយពីរលើកបានរលត់បានស្ងាត់ស្ងប់ចប់ទៅវិញកុំឲ្យវាចំណេញជ័យជំនះបានទុកចំហឲ្យរឹងប៉ឹងនៅដដែលឬជួបបញ្ហាផ្ដេកតាមគំនិតដែលកិតទុកប្រងរៀបចំទុកជាមុនដើម្បីកម្ចាត់បំបត្តិប្រយន្តរាយដែលនឹងកើតឡើងក្នុងថ្ងៃណាមួយបើប្រយន្តរាយមកដល់ក៏ต้องទល់តតាំងដើម្បីជ័យជំនះចំពោះប្រយន្តរាយនោះតាមមធ្យោបាយដែលមានស្រាប់ដែលកិតទុកស្រាប់ហើយប៉ុន្តែគេអាចជំទាស់ថាការគិតប្រុងប្រយ័ត្នទុកជាមុនដោយមិនដឹងថាប្រយន្តរាយនៅឯណាឯណីផងជាការឥតប្រយោជន៍ខាតពេលដោយរឿងក្រដេវវិញដេកយល់ជើងត្រមេព្រោះប្រយ័ត្នចំពោះប្រយន្តរាយដែលមិនទាន់មកដល់ឬប្រយន្តរាយដែលកើតពីមេឃរលំសង្កត់ឥតអំពើមិនដឹងពេលណាមេឃរលំមកឡើយចាំពេលណាពេលនោះតែម្ដងមួយយ៉ាងទៀតបើប្រយន្តរាយធំមមាញលុបសមត្ថភាពការប្រឹងប្រែងនិងសេចក្តីក្លាហានតស៊ូក៏ឥតប្រយោជន៍ដែរមានបានជ័យជំនះឡើយដោយឡែកទៀតការប្រុងប្រយ័ត្នជាមុនដោយយល់ថាប្រយន្តរាយមុខជាកើតឡើងនាំឲ្យកើតភ័យខ្លាចស្លាប់ស្មារតីរឿយការមនុស្សសូអ្វីក៏នឹកថាប្រយន្តរាយមកដល់ហើយដោយរឿងទន្សាយផ្អើលខ្លែបនៅស្មានថាមេឃរលំលើឬផែនដីស្រុតតែខ្លួនបានគិតទុកជាមុនមេឃនឹងរលំថ្ងៃណាមួយឬផ
ផែនដីមុខជាស្រត់លុះលើភ្នៅជ្រូកក៏បោលរត់ហត់អត់អំពើឯភាសានេះនៅក្នុងលក្ខណៈអត់ប្រយោជន៍យ៉ាងនោះដែរកាលបើគិតទៅរកប្រយោជន៍តរាយដែលមិនមានដោយគំនិតល្ងងខ្លៅក្រៅសេចក្តីពិតក៏អាចអំពើបំបាក់នៃបាក់ដតេនៃអ្នកខ្លះនេះមែនតែសុភាសិតនេះមិនបានសំដៅសេចក្តីយ៉ាងនោះឡើយគឺសំដៅយុគភ័យដែលតែងកើតឡើងរឿយៗក្នុងជីវិតមនុស្សដូចភ្លើងឆេះផ្ទះទឹកជន់ជោរចោលវឹកផ្លាត់ត្រង់ធន់ទឹកដីជាដើមគឺជាភយន្តរាយដែលមានពិតដូច្នេះត្រូវតែប្រុងប្រៀបចាប់ប្រយ័ត្នទុកជាមុនកុំឲ្យភ័យនោះកើតឡើងជាការប្រសើរឬបើកើតឡើងហើយក៏ត្រូវតែមានចិត្តក្លាហានតស៊ូកម្ចាត់តាមគម្រោងការដែលបានកាត់ទុកជាមុនការប្រតិបត្តិយ៉ាងនេះមិនមែនអត់ប្រយោជន៍ខាតពេលវេលាទៅទេនោះឡើយគឺបានផលល្អទៅវិញព្រោះភយន្តរាយទាំងនេះបើគេប្រយ័ត្នបើគេក្លាហានបំបត្តិបើគេចាត់គ្រោងការត្រឹមត្រូវក៏តែងមានជ័យជំនះและកំណត់នេះមិនមែននាំឲ្យតក់ស្លុតភ័យភិតរឿយឡើយគឺនាំឲ្យកាន់ប្រែងទៅវិញទេតើដូចភ័យនឹងក្រនាំឲ្យប្រឹងរោគភ័យនឹងលងងនាំឲ្យប្រឹងរៀនភ័យនឹងទុកតនកម្មនាំឲ្យប្រព្រឹត្តសុចរិតភ័យនឹងភ្លើងឆេះផ្ទះនាំឲ្យប្រយ័ត្នក្នុងការប្រើភ្លើងប្រំព្រៀបទឹកស្នប់សម្រាប់រលត់បើភ្លើងឆេះផ្ទះឡើងហេតុនេះសុភាសិតស្រីហេតុបប្រទេសជាប្រធានលោកពិភាក្សាមកហើយជាសុភាសិតប្រុងប្រយ័ត្នគំនិតប្រំព្រៀបគំនិតតស៊ូក្លាហានចំពោះប្រយ័ត្នតារាយដើម្បីយកជ័យជំនះលើគ្រោះថ្នាក់ផ្សេងព្រោះការប្រុងប្រយ័ត្នសុទ្ធតែមានប្រយោជន៍ដោយភាសាខ្មែរយើងថាប្រហែលបាត់ប្រយ័ត្នគង់ព្រមទាំងជាប់តាក់ទងនឹងភាសាថាកិត្តិរួចសំគូនឹកថាក្លាហានតស៊ូតែមានជ័យចប់ប្រធានបទទី13តែប៉ុណ្ណេះប្រធានបទទី14ទីឋានណាមិនមានអ្នកប្រាជ្ញឬបណ្ឌិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកដំកើងសរសើរដូចជាប្រទេសណានីមួយដែលអត់មានព្រឹក្សាជាតិបើមានតែដើមល្ហុងក៏លោកសន្មតថាជាដើមឈើបានដែរភាសាទី69នៃការគប់មិត្តក្នុងសម័យណាក៏ដូចជាសម័យណាសង្គមក្រុមមនុស្សរមែងលើកដំកើងតម្លៃអ្នកចេះដឹងនៅវិជ្ជាទាំងឡាយក្នុងសម័យលោកវែកបណ្ឌិតទុំបណ្ឌិតពេជ្រគ្រាន់តែចេះស្មូតចេះច្រៀងនិងចេះភ្លេងយ៉ាងល្មមល្មីក៏បានជាទីរាប់អាននៃមហាជនរហូតបានទទួលការលើកដំកើងពីព្រះមហាក្សត្រថែមទៀតក្នុងរឿងរ៉ាវជាច្រើនក៏ឃើញថាអ្នកចេះដឹងទោះតិចឬច្រើនសុទ្ធតែបានការទទួលរាប់អានការលើកដំកើងនៃមនុស្សគ្រប់កាលសម័យសុភាសិតស្រីហេតុបប្រទេសខាងលើក៏មានន័យឲ្យតម្លៃអ្នកចេះដឹងសូម្បីតិចតួចក៏ដោយដោយអត្ថាតម្លៃតទៅនេះស្រុកទេនិគមជនបទណាដែលគ្មានអ្នកមានចំណេះចេះជំនាញស្ទាយចំណាប់ច្បាប់វិជ្ជានានាជាអ្នកប្រាជ្ញវិបណ្ឌិតល្អិតល្អន់ដោយបញ្ញាជាពន្លឺធំដុំនៃមហាជនស្រុកទេនិគមជនបទនោះទោះមានអ្នកចេះដឹងត្រឹមបន្តិចបន្តួចក៏គួរលើកដំកើងសរសើរព្រោះទីឋានដែលមានអ្នកចេះដឹងត្រឹមបន្តិចបន្តួចនោះក៏អាចជាជំនួយជួយឲ្យពន្លឺគំនិតបញ្ញាស្មារតីតាមសមត្ថភាពរបស់ខ្លួនចំពោះមនុស្សក្នុងទីនោះគ្រាន់បើតែប្រសើរជាងការគ្មានអ្នកចេះដឹងទៅទេសោះដោយបើគ្មានពន្លឺព្រះច័ន្ទការមានតែពន្លឺផ្កាយក៏ជួយឲ្យមានពន្លឺខ្លះដែរឬការគ្មានពន្លឺអគ្គិសនីឬពន្លឺម៉ាំងសង់ទេការមានពន្លឺទៀនឬពន្លឺចង្កៀងតូចក៏ឲ្យប្រយោជន៍គ្រាន់បើដែរមិនមែនតែពន្លឺនោះមិនបានធំទូលំទូលាយត្រចះត្រចង់ណាស់ក៏ដោយគឺគ្រាន់បើជាងការគ្មានពន្លឺអ្វីក៏តែសោះឬអាចឃើញទៅទៀតថាទីឋានណាមានគ្រូឧត្តមសិក្សាមានតែគ្រូថ្នាក់មធ្យមសិក្សាក៏ប្រសើរគ្រាន់បើដែរទីឋានណាមានគ្រូមធ្យមសិក្សាមានតែគ្រូបឋមសិក្សាក៏គ្រាន់បើប្រសើរជាងគ្មានដែររហូតទីឋានណាមានអក្ខរជនតែម្នាក់ក៏គ្រាន់បើប្រសើរជាងអនក្ខរជនទាំងភូមិស្រុកដែរសេចក្តីទាំងនេះយ៉ាងណាមិញទីឋានណាមិនមានអ្នកប្រាជ្ញឬបណ្ឌិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកដំកើងសរសើរក៏យ៉ាងនោះដែរលោកប្រៀបដូចប្រទេសណានីមួយដែលអត់មានព្រឹក្សាជាតិធំដុំមានចាក់សង្គ្រាមកុកីជើងទាលរាក់ក្នុងជាដើមដែលមានមលុបធំដុំមានតាមមែកអាចយកទៅធ្វើសក្ការៈផ្សេងបានហើយបើទីឋាននោះមានត្រឹមតែដើមល្ហុងក៏លោកសន្មតថាជាដើមឈើបានដែរក៏ដូចអ្នកចេះដឹងបន្តិចបន្តួចក្នុងទីឋានដែលគ្មានអ្នកប្រាជ្ញឬបណ្ឌិតក៏គួរលើកដំកើងសរសើរថាជាអ្នកចេះដឹងបានដែរសុភ
ភាសានេះនាំឲ្យនឹកឃើញនៃប្រៀបធៀបវែងឆ្ងាយទូលាយទៅទៀតឧទាហរណ៍ការមិនទាន់មានរោងពុម្ពមិនទាន់មានក្រដាសមនុស្សចំនួនដើមបាននឹកឃើញរឿងរកឃើញស្លឹករឹតយកមកសរសេរចាស់កត់ត្រាតម្រាប់ច្បាប់តម្រារចនាជារឿងនិទានប្រឡំលោកសុភាសិតសាសនាលក្ខដែលជាពន្លឺសតិបញ្ញាចាសរសេរផ្សព្វផ្សាយពីពេញប្រទេសបានជាគំរូជាផ្លូវចម្រើនវិជ្ជាបញ្ញាការចេះដឹងចំពោះមនុស្សជំនាន់ក្រោយថែមទៀតការទាំងនេះមិនមែនតែលំបាកយឺតយូរផ្សព្វផ្សាយមិនបានលឿនរហ័សបើប្រៀបធៀបទៅនឹងការបោះពុម្ពនៅសម័យបច្ចុប្បន្នប៉ុន្តែជាកិច្ចការគួរលើកតម្កើងសរសើរនិងកោតស្ញប់ស្ញែងដល់ការរាវរកឃើញនិងសេចក្តីព្យាយាមអត់ធ្មត់យ៉ាងស្វិតស្វាយនៃពពកបុរសទាំងនោះមិនមែនជាកិច្ចការគួរពេលជ្រាបនិយាយតែដៀនឡើយព្រោះអាស្រ័យកិច្ចការទាំងនេះហើយដែលអាចបណ្ដុះវិជ្ជាប្រាជ្ញាស្មារតីមនុស្សជាលំដាប់មកក្នុងសម័យមុនមនុស្សបានស្រាវជ្រាវរាវរកឃើញឬឈើស្លឹកឈើដើមឈើសម្បកឈើយកមកផ្សំថ្នាំដាំផឹកឬបំសូលជាគ្រាប់សម្រាប់លេបឬស្លសម្រាប់លាបជួយកម្ចាត់បំបត្តិរោគបានច្រើនយ៉ាងជួយសម្រាប់ទុកវិបត្តិនៃមនុស្សបានដែរការរាវរកឃើញថ្នាំទាំងនោះជារឿងគួរសរសើរពុនពេកមិនមែនជារឿងគួរពេកជ្រាយនិយាយតែពីឡើយមិនមែនតែថ្នាំនោះមិនបានស្លចម្រាញ់ចំហុយធ្វើឲ្យមានរូបរាងល្អស្រួលលេបផាត់ដូចសប្តាហ៍នេះក៏ដោយក្នុងសម័យបុរាណក៏មានសាលារៀនឈ្មោះអនុវិទ្យាល័យសាកលវិទ្យាល័យដោយសម័យបច្ចុប្បន្នទេគេសិក្សាតែនៅក្នុងវត្តអារាមដែលមាននីតិជាវិទ្យាល័យទាំងនេះព្រោះការសិក្សាមិនសូវមានរបៀបរៀបរយនិងមិនមានការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដោយក៏វត្តអារាមជាកន្លែងសិក្សានេះបានផ្ដល់នូវវិជ្ជាអក្សរសាស្ត្រវិជ្ជាកវីនិពន្ធវិជ្ជាជំនាញវិជ្ជាចម្លាក់រចនាវិជ្ជាតន្ត្រីវិជ្ជាសិល្បៈចរិយាសាស្ត្រវិជ្ជាល្ខោនវិជ្ជាទេពមយុទ្ធសាស្ត្រវិជ្ជាគ្រប់គ្រងទឹកដីវិជ្ជាកសិកម្មបានយ៉ាងមធ្យមដែរការសិក្សាទាំងនេះជារឿងគួរសរសើរលើកតម្កើងតែគួរជាទីរលឹកនឹកគុណយ៉ាងក្រៃលែងមិនមែនជារឿងគួរតែដៀបពេលជ្រាបនិយាយបន្ទាបបន្ថប់ដោយប្រការណាមួយឡើយយ៉ាងណាមិញទីឋានណាមិនមានអ្នកប្រាជ្ញឬបណ្ឌិតទីឋាននោះសូម្បីមានតែអ្នកចេះដឹងបន្តិចបន្តួចក៏គួរលើកតម្កើងសរសើរដែរក៏យ៉ាងនោះដែរប៉ុន្តែទីឋានណាដែលមានអ្នកប្រាជ្ញឬបណ្ឌិតមានវិញ្ញាណសូត្រដែលចេះដឹងច្រើនទីឋាននោះអ្នកចេះដឹងបន្តិចបន្តួចមហាជននឹងលើកតម្កើងសរសើរទេដោយគេមិនឲ្យតម្លៃដើមល្ហុងថាជាដើមឈើក្នុងកន្លែងដែលមានរុក្ខជាតិធំដូច្នោះដែរក៏ដូចជាគេមិនលើកតម្កើងសរសើរពន្លឺផ្កាយក្នុងពេលមានប្រច័ណ្ឌរះដូច្នោះដែរព្រោះអំណាចការចេះដឹងច្រើននៃអ្នកប្រាជ្ញឬបណ្ឌិតមានកម្លាំងខ្លាំងក្លាជាងព្រោះដើមឈើធំមានដើមដងមែកធំជាងព្រោះពន្លឺប្រច័ណ្ឌខ្លាំងក្លាលើសលប់ជាងពន្លឺផ្កាយរួមមកតែចេះដឹង